ស្វាគមន៍មកការលំហាត់បន្តអញ្ចឹងយើងមើលយើងចូលដល់ទំព័រទី15អញ្ចឹងតកតងមួយនឹងរូបមន្ត concatenate less right mid អញ្ចឹងណាអូខេអញ្ចឹងគ្រូមានលំហាត់នេះមួយយើងមើលយើងមានលេខដែលយើងមាន first name មាន last name អញ្ចឹងយើងត្រូវការភ្ជាប់ឈ្មោះ first name និង last name ចូលគ្នាហើយអញ្ចឹងករណីនេះយើងថែមកន្លំមកយើងមកស្ដាំលើកន្លំរួចចុច insert ណាអញ្ចឹងយើងបាន full name នៅនេះបាទអញ្ចឹងដើម្បីភ្ជាប់ឈ្មោះយើងប្រើរូបមន្ត concatenate នេះអញ្ចឹងទី1ស្មើបាទ con អញ្ចឹងណា ca គ្រាន់អញ្ចឹងមកឃើញមាន concatenate អញ្ចឹងតិចហើយកបៀអញ្ចឹងយើង select តិច1កបៀចុច select តិច2ហើយ enter ទៅម្ដងអញ្ចឹងហើយវាបូកឈ្មោះសុកជាមួយនឹងសុនលីអញ្ចឹងគឺវាជាប់គ្នាចុះបើករណីយើងអត់ចង់ឲ្យជាប់គ្នាត្រូវការដក clear មួយអញ្ចឹងយើងថែម comma មួយទៀតមកអញ្ចឹងប្រឡោះកណ្ដាល comma នេះយើងបើក double apostrophe ហើយវាដក clear ចូលឃើញទេហើយ enter អញ្ចឹងឲ្យដក clear អញ្ចឹងអាកន្លែង double apostrophe នេះបើយើងចង់វាយសញ្ញាដកយ៉ាងមកឈ្មោះវាចេញដកឃើញទេបាទបើយើងចង់វាយដក clear ចេញដក clear អញ្ចឹងរូបមន្តទី1គឺយើងប្រើ concatenate ហ្នឹងហើយឬក៏រូបមន្តវាមាន2មួយទៀតយើងប្រើលឿនយ៉ាងហ្នឹងណាទី1ស្មើយកមកចុចលើតិចហ្នឹងហើយចុចសញ្ញានឹងស៊ីលេខ7ហើយ enter មកណាជាប់ដូចគ្នាអញ្ចឹងករណីយើងចង់បានដូចគ្នាដែរយើងថែមសញ្ញានឹងមកហើយយើងវាយ double apostrophe កន្លោះកណ្ដាលហើយយើងអាចវាយដក clear កន្លែងក្នុង apostrophe enter មកអញ្ចឹងពេលហ្នឹងភ្ជាប់ឈ្មោះគ្នាបានហើយអូសយកមកដល់ណាអញ្ចឹងរូបមន្តពីរហ្នឹងគឺប្រើបានដូចគ្នាអូខេអញ្ចឹងយើងចាប់រូបមន្តទី1គឺភ្ជាប់ឈ្មោះឥឡូវយើងចូលដល់រូបមន្តទី2លេសរកខាងឆ្វេងអញ្ចឹងរូបឧទាហរណ៍នេះមើលមួយលេខទូរស័ព្ទអញ្ចឹងលេខទូរស័ព្ទផ្ដើមដោយ855 12 15លេខ1000អញ្ចឹងណាតែមើលចុងក្រោយគេនេះគឺលេខគ្រូ097 555 666ហើយមានលេខ1កតុយប៉ុន្តែពេលយើង enter ទៅវា load ទៅជាលេខកូដផ្សេងដោយសារលេខវាច្រើនណាអញ្ចឹងករណីនេះយើង select មកជួរមកលឿនមកយកពាក្យនេះ home ឬយកកន្លែង number នេះអញ្ចឹងយកនឹងទៅជាតិចនេះហើយអូខេអញ្ចឹងយើងមើលមក enter ចុចលើវា2ដងហើយ enter ទៅដល់ពេលហ្នឹងវាទៅជាតិចហើយទៅអញ្ចឹងវាយើងអាចវាយចឹងបានអញ្ចឹងនេះអញ្ចឹងករណីបើយើង convert វានេះ store as text អញ្ចឹងពេលនេះវា store as text តែបើយើង convert number វាចេញលេខចេះឃើញទេអញ្ចឹងអាហ្នឹងឯងគឺមូលហេតុហ្នឹងអញ្ចឹងយើង click លើវានេះយកពាក្យថាតិចហ្នឹងមកអូខេហើយចុចលើវា2ដងសិនហើយយក enter តោះអញ្ចឹងយើងបានរូបមន្តហ្នឹងហើយអញ្ចឹងឥឡូវយើងត្រូវការរោទិននៅខាងឆ្វេងដៃឥឡូវឧទាហរណ៍គ្រូចង់កាត់ផ្ដាច់យកខាងឆ្វេងនេះ3ខ្ទង់ក្បាល855ដកចេញអញ្ចឹងគឺយើងលេសនេះទី1ស្មើ left បើមកចោ select លើតិចហ្នឹង comma មួយមកបាទហើយយើងចង់បានមកច្រាប់ទៅឧទាហរណ៍គ្រូចង់បាន3អញ្ចឹងវាចេញមក855លេខ3មកអត់អីចឹងអញ្ចឹងគឺភាគច្រើនគឺយើងចាប់ពីលេសមកហើយវានិយាយចំនួនតួលេខដែលយើងចង់វិយាយអញ្ចឹងវាមិនមែនចាប់តែឈ្មោះទេមិនមែនចាប់តែលេខទេសូម្បីតែអក្សរក៏អាចចាប់បានដែរឧទាហរណ៍ថាគ្រូ copy ឈ្មោះនេះមួយចឹងនេះណាបាទអញ្ចឹងឧទាហរណ៍ណែមកគេអញ្ចឹងសុកតារារឹកអូខេអញ្ចឹងដូចគ្នាដែរគ្រូចង់ដឹងតកូលដើមអក្សរអីអញ្ចឹងគ្រូស្មើលេសអញ្ចឹងមកតែលើតិចហ្នឹង comma លេខ1 enter អញ្ចឹងចាប់មួយតួអក្សរឃើញទេអញ្ចឹងឧទាហរណ៍ថាបើគ្រូវាយកន្លែងនេះ4 enter មកវាចេញសុកហើយមិនចេញតែអក្សរ3អញ្ចឹងតាមពិតមិន3ណា4ប៉ុន្តែអាកន្លែងចន្លោះហ្នឹងគឺដក clear នេះដោយសារកន្លែងនេះយើងវាយដក clear វាចាប់ដក clear ក៏រាប់ដែរតើគ្រូដូរទៅសញ្ញាដកហើយវាសូមអត់ដកអូខេអញ្ចឹងយើងចេះរូបមន្តលេសមួយទៀតហើយគឺរកខាងឆ្វេងអញ្ចឹងមិនថាជាលេខឬជាអក្សរទេឲ្យតែទិននៅក្នុងនឹងនៅខាងឆ្វេងដៃគឺរាប់យកទាំងអស់បាទអញ្ចឹងយើងចូលដល់មួយទៀតគឺរូបមន្តរាយចាប់ខាងស្ដាំវិញអញ្ចឹងឧទាហរណ៍គ្រូចង់បានខាងស្ដាំហ្នឹងប្រហែលតួអក្សរដោយលេខទូរស័ព្ទយើង3
6 ចឹង3តួអក្សរអញ្ចឹងគ្រូយ៉ាប់ពាក្យថា rai ចឹង select លើ cell ហ្នឹង comma មកយក8អញ្ចឹងវាចាប់ត្រឹម12មកណាយើងអាចអូសមកណាអញ្ចឹងចេញអានេះតែអានេះវាចេញមកអត់បានដល់97ទេអញ្ចឹងបើកាលនេះយើងចង់ចាប់បែបបានទៀតផ្គុំមួយ is មក is រាប់ចំនួនវាប្រមាណយើងចាប់ចឹងទៅយើងចាប់ជាមួយនឹងរូបមន្ត ln មួយទៀតហើយអញ្ចឹងយើងរៀនរូបមន្តមួយទៀតគឺរូបមន្ត lnរាប់ចំនួនអក្សរបាទអញ្ចឹងយើងចង់ដឹងថាដោយសារនេះវាដល់7អញ្ចឹងណាអញ្ចឹងយើងត្រូវចេះរូបមន្ត ln មួយទៀតហើយចាំយើងផ្គុំគ្នាចូលគ្នាមកឥឡូវគ្រូរៀន ln មួយទៀតតាម ln ទី1ស្មើ len បើកមកចោ select លេខហ្នឹង enter អញ្ចឹងវា11តួអក្សរតទៅពេលអានេះវាមកតួអក្សរអានេះឡើងដល់12ឃើញទេអញ្ចឹងយើងសេផ្គុំគ្នាកូដឡើងហ្នឹងមកយើងផ្គុំមកអញ្ចឹងយើងដាក់កន្លែងនេះ i បើកមកចោបើ ln យើងនេះ i ln select លើតិចហ្នឹងញ៉េបិទមកចោស្មើនឹង12ស្មើដល់11 comma មកឲ្យយើងចាប់យក rai ស្លេចលើតិចហ្នឹង comma ហើយយក8តួអក្សរបិទមកចោ comma មួយមក copy ហ្នឹងយកមកនេះ copy ត្រឹមទីនេះln វាស្មើដល់12នេះស្មើដល់12ចឹងឲ្យវាចាប់យក9តួអក្សរប៉ុណ្ណាបាទឃើញទេ enter មកបាទអញ្ចឹងអានេះវាចាប់តែ8ឯងបាទដល់ពេលអានេះវាដល់ចាប់ដល់9ណាសិង97មកបាទបើយើងចង់បូកមួយទៀតចាប់ផ្ដើម0ពីមុខទៀតអញ្ចឹងយើងដឹងហើយបូករូបមន្តតិចនេះហើយអញ្ចឹងយើងគ្រាន់តែសេនេះមកនេះអញ្ចឹងហើយយើងសេ select លើលេខ0អញ្ចឹងមកបាទអញ្ចឹងយើងដាក់ double apostrophe បាទលេខ0 double apostrophe វិញនឹងចេះមកនេះអានេះគឺភ្ជាប់ជាមួយលេខ0ពីមុខ enter មកនេះអញ្ចឹងវាបូកមកលេខ0ពីមុខហ្នឹងញ៉េអញ្ចឹងយើងចេះរូបមន្តមួយច្បាស់ទៅផ្គុំគ្នាទៅចេញហើយអូខេអញ្ចឹងយើងចេះដល់ rai ហើយតោះអញ្ចឹងផ្គុំឲ្យគាត់រូបមន្ត is ឡើងវាយណាផ្គុំតរហូតចាឥឡូវយើងរៀនដល់ mid ចាប់ពីកណ្ដាលមកវិញយើងណាអញ្ចឹងយើងអាចចាប់ពីកណ្ដាលបានឧទាហរណ៍ថា mid ស្មើ mid select លើលេខហ្នឹងមក comma ហើយរូបវាយលេខ2ហើយវាយលេខ comma ទៀតវាយលេខ3 enter អញ្ចឹងមានន័យថាវាចាប់យកពីតួទី2ចំនួន3អញ្ចឹងយើងមើលលេខ8លេខ1លេខ5លេខ2អញ្ចឹងគឺចាប់ពីលេខ5ទៅ3អក្សរអញ្ចឹង5 1 5ទៀត2ហើយលេខ1ទៀត3អញ្ចឹងបាន551អញ្ចឹងបើយើងទាញមកចុះក្រោមមកនេះក៏5 15 551ដូចគ្នាព្រោះវា3តួអក្សរអញ្ចឹងណាអញ្ចឹងបើយើងដូរទៅអានេះឧទាហរណ៍ថាគ្រូដូរពីអានេះទៅ4ហើយអានេះយក2អញ្ចឹងនាំឲ្យវាចាប់ចាប់ពីតួទី4ទៅអញ្ចឹង8តួទី1 5តួទី2 5មួយទៀតតួទី3ហើយនឹងលេខ1តួទី4ហើយរាប់ពីលេខ1ហ្នឹងទៅ2តួអក្សរអញ្ចឹងលេខ1លេខ2តែម្ដងញ៉េដូចគ្នាដែររូបមន្ត mid ហ្នឹងបើយើងដាក់លើអក្សរដូចគ្នា comma start ពីតួទី4 comma 1យកពីតួអក្សរ enter អញ្ចឹងហ៎ s តួទី1 o តួទី2 k តួទី3លេខដកតួទី4 d តួទី5អញ្ចឹងយើងមើលវាយកមកតួអក្សរពីតួទី4ទៅ2អក្សរចេញមក2អក្សរអូខេអញ្ចឹងដូចជាអស់ហើយយើងរៀនត្រូវអស់ហើយអញ្ចឹងយើងចេះមួយនឹងច្បាស់យើងផ្គុំគ្នាដោយគ្រូផ្គុំឲ្យមើលអញ្ចឹងអូខេ thank you ជួបគ្នាវីដេអូក្រោយ